បាទលោកក្រុមជើងបានតាមដានទស្សនាបាការប្រកួតបាគូពិសេសអន្តរជាតិគូទី4លីសុខាបង្គោលក្រហមគាត់មកជើងខាងឆ្វេងរបស់លីសុខាដាចូលអាយ៉ជើងខាងឆ្វេងបានទៀតធាត់មកជើងតងវិញរបស់អារយ៉ាន់ទាត់ទៅទាត់មកជើងខាងស្ដាំទៀតលីសុខាមុខស្រស់ណាស់គូទី4បក់វែកកណ្ដាលស្វាគមន៍ដោយរបស់អារយ៉ាន់ជើងស្វាគមន៍អារយ៉ាន់ថាអត់បញ្ហាទេឲ្យតែហងមាសហៅអារយ៉ាន់មកបានជនិចដើរចូលទាត់ទៅទាត់មកអាយ៉ាញាក់ទៅញាក់មកអញចាប់កន្លែងនេះមួយសិនអារយ៉ាន់រុញចេញសិនជិលោទៅជិលោមកទាត់មកជើងខាងឆ្វេងរបស់លីសុខាញាក់មួយដេផ្លោះទេដើរចូលវាយកន្លែងម៉ាំង3ទឹកខ្ចាយទៅលើអារយ៉ាន់វ័យទៅតែ20ឆ្នាំទេទាត់កន្លែងមកជើងលុកម្ដាយអីយោយណែនបាច់ម្ដាយរបស់លីសុខាដើរចូលលីសុខាវ័យបន្ថែមមួយទៀតកន្លែងនេះហូមួយទាត់មកជើងទាត់តងវិញដើរចូលទាត់មកជើងទៀតបាទចលោទៅចលោមកលុកមកកាយកន្លែងនេះធ្ងន់មែនទែនអារយ៉ាន់ថយក្រោយលីសុខាទាត់មកជើងហក់ទៅចាប់កន្លែងនេះអបចាក់ជង្គង់សងទៅសងមកមួយជង្គង់ទៅមួយជង្គង់មកដូចគ្នាលោកអញ្ញាក្រាបជាការប្រកួតបន្តទៀតដើរចូលដល់លីសុខាបដូរគ្នាទៅវិញទៅមកបាទបុកបាទជង្គង់កន្លែងនេះលីសុខាលេងមកជើងខាងឆ្វេងទៀតដើរចូលរុញចេញសិនរុញចេញបាទជាខ្ញុំទាត់មកជើងខាងឆ្វេងរបស់លីសុខាវាយទៅលើទងទឹកខាងស្ដាំបាត់ដៃមួយរបស់លីសុខាធាក់មកជើងមួយសិនអារយ៉ាន់អត់អីទេអារយ៉ាន់អូទៅឆក់ដៃខាងស្ដាំលឿនណាស់លីសុខាដើរចូលទៅរែកបានពីដៃលីសុខាទាត់មកជើងខោម្ដាយតងវិញរបស់អារយ៉ាន់ដើរចូលម្ដាយទាត់មកជើងតងវិញរបស់អារយ៉ាន់អាយ៉ាចូលដៃមួយបាត់ហើយរក1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
5 6 5 2 5 8 អូយចូល បន្តការប្រកួត continue អារ្យានអត់បានទេក្តាប់ដៃលឿនណាស់អារ្យានដល់ចូលដូចគ្នាទៅវិញទៅមកដូចគ្នាទាត់ជើងក្រោមលុកម្ដាយឡើងទៅទាត់ទៅជើងរបស់អារ្យានលីសុខាទៅត្រង់ដើមមកវិញដូចគ្នាទៅវិញទៅមកដូចគ្នាទៅវិញទៅមកដល់ចូលលីសុខាទាត់ទៅជើងអារ្យានលុកតាមមកវិញរបស់អារ្យានទៀតអាយ៉ាអារ្យានក៏ងើបក្បាលដាក់ទាត់ទៅជើងលុកម្ដាយរបស់លីសុខាអារ្យានតុបមួយទាត់ទៅជើងលុកម្ដាយខាងឆ្វេងទាត់មកជើងកន្លែងនេះអីយោដួលលោកអញ្ញាកណ្ដាលឲ្យអារ្យានទៅម្ខាងបន្តការប្រកួតទៅទៀតហូមួយចូលតែរបស់លីសុខាចប់ទឹកទី2 end of second round ឆ្ងាញ់ខ្លាំងស្វាងជើពិសាដោយការទទួលខុសត្រូវឆ្ងាញ់ខ្លាំងស្វាងជើអរគុណច្រើនអរគុណដូចនេះបាទមុននឹងទទួលស្នាជាមួយនឹងរូបភាពខ្លាំងស្វាងជើបន្តទៀតខ្ញុំបានក៏សូមអរគុណទៅដល់ Boostrong ឆ្ងាញ់ខ្លាំងស្វាងជើអរគុណច្រើនអរគុណដូចនេះបាទនឹងទទួលស្នាជាមួយនឹងរូបភាពខ្លាំងស្វាងជើបន្តទៀតខ្ញុំបានក៏សូមអរគុណទៅដល់ Boostrong ឆ្ងាញ់ខ្លាំងស្វាងជើអរគុណច្រើនអរគុណដូចនេះបាទនឹងទទួលស្នាជាមួយនឹងរូបភាពខ្លាំងស្វាងជើបន្តទៀតខ្ញុំបានក៏សូមអរគុណទៅដល់ Boostrong ឆ្ងាញ់ខ្លាំងស្វាងជើអរគុណច្រើនអរគុណដូចនេះរូបត្រង់ឆ្ងាញ់ខ្លាំងស្វាងជើចូលបានក៏តាមមួយពីឡាក្ររូបត្រង់ឆ្ងាញ់ខ្លាំងស្វាងជើអរគុណច្រើនអរគុណដូចនេះរូបត្រង់ឆ្ងាញ់ខ្លាំងស្វាងជើចូលបានក៏តាមមួយពីឡាក្ររូបត្រង់ឆ្ងាញ់ខ្លាំងស្វាងជើអរគុណ
ស្វាងStrong King of Fighter គុណខ្មែរគូមិត្តភាពអន្តរជាតិរវាងកម្ពុជានិងអ៊ីរ៉ង់ទឹកទី3ដែលជាទឹកផ្ដាច់ព្រាត់ស្វ័យណរោបាទទឹកទី3ជាទឹកផ្ដាច់ព្រាត់បាទទាត់ឆ្វេងមួយមីលីសុខាបាទទាត់ឆ្វេងមួយមីលីសុខាបាទអូយបាទចូលដៃរបស់អារយ៉ាន់បាទតោដៃគ្នាហើយបាទលីសុខាបដូរហើយលីសុខាបដូរហើយទឹកនេះបាទបើមិនចឹងទេបាទអារយ៉ាន់មានព្រៀបបាទអារីយ៉ាន់រ៉ាហែលមកពីរងបាទឆ្ងាយណាស់ជីយន្តហោះមកបាទមកដល់ត្បូងក្បុំមកនេះបាទអញ្ចឹងសូមបងប្អូនអ្នកត្បូងក្បុំផ្ដល់កម្លាំងចិត្តឲ្យគាត់មួយផងបាទអរគុណច្រើនបាទទៅហើយបាទល្អដូចគ្នានេះសុខាបាទទាត់មួយបាទចង្គង់ស្ដាំមួយចង្គង់ឆ្វេងមួយបាទចង្គង់ស្ដាំពីលីសុខាបាទតែលោកអញ្ញាកដាបាទចាប់ញែកហើយក៏ទាញមកកដាសងវៀនមកមិនទាន់ទេបាទលីសុខាចូលភ្លាមតែម្ដងបាទលីសុខាក៏ដឹងខ្លួនបាទលីសុខាដឹងខ្លួនថាអារីយ៉ាន់កំពុងតែមានព្រៀបបាទដូច្នេះលីសុខាមិនអាចបង្អែបងបានទេមួយទឹកចុងក្រោយត្បិតតែជាការប្រកួតមិត្តភាពតែក្នុងនាមជាបាទគុណខ្មែរជាម្ចាស់ផ្ទះបាទចង់យកជ័យជំនះជូនអ្នកខេត្តត្បូងឃ្មុំបាទទាត់ឆ្វេងមួយអារីយ៉ាន់ថយបន្តិចអូយបាទល្អដូចគ្នាអូយបាទមកដៃស្ដាំរបស់អារីយ៉ាន់តែអារីយ៉ាន់ថាជុំសិនបាទចំចាប់បាទសុំពេលសម្រួលបន្តិចសិនអូយបាទធម្មតាកីឡាបាទជាផុតទេបាទកន្លែងនេះវាអាចមានការប៉ះពីបាទឥឡូវយ៉ាងម៉េចបាទអារីយ៉ាន់បាទសុំសម្រាប់បាទឲ្យអ្នកឲ្យទឹកចាក់ទឹកបន្តិចសិនឬយ៉ាងណាបាទចាក់ទឹកបន្តិចសិនអូយបាទកន្លែងនេះបាទនារីប្រហែលជាគ្មានថ្ងៃយល់ទេបាទចំកន្លែងនេះបាទអារីយ៉ាន់អូយ៉ាងណាក៏ដោយបាទទោះបីជាចេតនាក្តីអចេតនាក្តីបាទត្រូវតែជិះឲ្យបាននៅកន្លែងនេះបាទកាត់បន្ថយហានិភ័យបាទក្នុងនាមជាអ្នកកីឡាបាទជា professional បាទលើបន្តការប្រកួតទៀតបាទអរគុណច្រើនបាទប៊ូស្រងបាទស្វាងចេះបាទបាត់ឆ្វេងបាត់ស្ដាំល្អមែនទេបាទទាត់ឆ្វេងមួយលីសុខាទាត់ឆ្វេងទៀតអារីយ៉ាន់សងវិញបាទតោដៃគ្នាបន្តិចបាទបោះចុងចាក់ជើងបានអីបាទអារីយ៉ាន់សងមកដៃមិនដែរអត់ចំបាទលីសុខាមាត់ឆ្វេងមាត់ស្ដាំទាត់ឆ្វេងមួយពីលីសុខាអីយយបាទបដូរគ្នាហើយបាទទាត់ឆ្វេងមួយល្អមែនតើបាទទាត់ជើងក្រោមមួយទៀតពីលីសុខាអារីយ៉ាន់ធាក់ទល់មួយបាទតោដៃគ្នាមួយអូយជួចចិត្តណាបងប្អូនអីបាទល្អជើងអត់បញ្ហាបាទលោកវងស៊ីថៃក៏រហ័សដែរបាទសុំសរសើរបាទទាត់ឆ្វេងមួយពីលីសុខាអូបាទដៅម៉ាស៊ីនហើយបាទលីសុខាជាដើរចូលបាទដើរចូលក៏ចូលដៃរបស់អារីយ៉ាន់ដូចគ្នាបាទអារីយ៉ាន់ទូចអត់មែនតែរហ័សអូយបាទលោកវងស៊ីថៃបាទកិច្ចតន់ដែរបាទពីចំបាទអារីយ៉ាន់រ៉ាហែលបាទកិច្ចបន្តិចល្អមែនទេទាត់ជើងក្រៅមួយតោដៃគ្នាចាប់អោបបាទលោកវងស៊ីថៃចាប់ញែកចេញសិនបាទលីសុខាបាត់ទៀងភ្នែកមើលនីតិបដាបាត់នីតិដល់សល់បណ្ណាវាយប៉ុណ្ណឹងអូយលីសុខាបាត់កែងមួយអារីយ៉ាន់បិទភពបានបរុញប្រអប់ជាមួយនឹងខ្សែរែងបាទលោកអញ្ញាកដាលចាប់ណែបាទអារីយ៉ាន់បាទធ្វើបានល្អថ្ងៃនេះបាទទាត់ឆ្វេងមួយកាច់ផុតទាត់ស្ដាំសងវិញពីអារីយ៉ាន់ទាត់ឆ្វេងពីលីសុខាបាទអារីយ៉ាន់ញាស់បន្តិចមើលបាទតោដៃស្ដាំមួយពីអារីយ៉ាន់បាទអាយ៉ាបាទអត់ចាប់ដៃទីចុងទឹកចាប់ទឹកទី3 final round បាទជួចិត្តអត់បងប្អូនក្រហមឬខៀវរួចខៀវឬក្រហមកណ្ដាលធម្មតាជាអស់លោកស្រីជាទីគោរពបន្ទាប់ពីអស់លោកអ្នកបានរីករាយទស្សនាជាមួយនឹងការប្រកួតដ៏ស្វាហាប់របស់កីឡាករទាំងពីររូបឥឡូវសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាជាមួយនឹងក្បាច់ពិសេសបាទជាមួយនឹងរូបភាពយឺតបាទមុននឹងបង្កើតលទ្ធផលសូមទៅទស្សនារូបភាពយឺតទឹកទី3គូពិសេសអន្តរជាតិកន្លែងចាក់ទុកមើលរបស់អារីយ៉ាន់ដើរចូលទាត់មកជើងរបស់លីសុខាមកដៃក៏ឆក់ខាងឆ្វេងរបស់អារីយ៉ាន់
អរយ៉ាន់មានព្រៀបខ្លាំងបំផុតនៅទឹកទី2ណែដើរចូលមិនអីខាងស្នាមមួយទៀតរបស់អរយ៉ាន់លីសុខាព្យាយាមចាក់ជង្គង់មួយសិនធាក់ចាប់ជើងជាប់រុញចេញដើរចូលលុំមិនអីខាងឆ្វេងរបស់អរយ៉ាន់ចូលមួយទៀតចូលដៃអញ្ចឹងចាញ់ឈ្នះគឺយើងចាំអ៊ុតលទ្ធផលមើលអរយ៉ាន់បង្គោលខៀវឬក៏បង្គោលក្រហមបង្គោលខៀវឬក៏បង្គោលក្រហមឥឡូវនេះលទ្ធផលបានមកដល់ដៃរបស់លោកអរុណរួចជាស្រេចចង់សួរទៅកាន់បងប្អូនទាំងអស់គ្នាក្រហមឬខៀវលីសុខាឬក៏អារីយ៉ានបាទមុននឹងប្រកាសលទ្ធផលសូមហៅដើម្បីផ្ដល់កម្លាំងចិត្តឲ្យពួកគាត់ទាំងពីរមួយបាទហៅឲ្យអារីយ៉ានមកពីប្រទេសអ៊ីរ៉ង់មួយបាទអរគុណច្រើនបាទទូរទស្សនិកជនបន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញសម្រាប់គូទី4នេះបាទសម្រាប់ចៅក្រមទាំង5រូបសម្រាប់ផ្ដល់បន្ទុកឈ្នះចាញ់ដោយឯកច្ឆន្ទ5-0ជ័យជំនះបានទៅលើបង្គោលខៀវអបអសាទរកីឡាករបង្គោលខៀវអារីយ៉ានរ៉ាហាអេ Congratulations the winner is the blue corner អរគុណច្រើនឥឡូវនេះខ្ញុំបាទមានកិត្តិយសសូមគោរពអញ្ជើញវត្តមាន Mr. Christopher បាទតំណាងឲ្យក្រុមហ៊ុនភេសជ្ជៈបើកម្លាំង Boost Strong មានកិត្តិយសឡើងនៅប្រគល់ជូនក្រមាខ្មែរជូនទៅដល់អារីយ៉ានផងដែរ Please welcome Mr. Christopher បាទ on the stage give to ក្រមាខ្មែរ flute បាទ Mr. អារីយ៉ានបាទសូមបាទកាមេរ៉ាបាទចាប់ទៅក្រមាខ្មែរដ៏ស្រស់ស្អាតដែលត្រូវបានបំពាក់ដោយ Mr. Christopher បាទអ្នកតំណាងក្រុមហ៊ុន Boost Strong ទៅកាន់កីឡាករអារីយ៉ានរ៉ាហែលមកពីប្រទេសអ៊ីរ៉ង់បាទសូមអបអរសាទរមួយ Congratulations Mr. អារីយ៉ានអរគុណបាទ thank you អរគុណច្រើនបាទអារីយ៉ានគាត់មានពាក្យពេចន៍ខ្លះបាទចង់និយាយបាទអញ្ចឹងសូមឲ្យអារីយ៉ានបាទគាត់បាននិយាយបន្តិចបាទទៅកាន់បងប្អូនទូរទស្សនិកជនយើងពិសេសអ្នកខេត្តត្បូងឃ្មុំបាទអូនស្លាយបងស្លាយអូនកម្ពុជាសួស្តីបងប្អូនប្រជាជនកម្ពុជា Thank you so much អូបាទអរគុណ thank you បាទ Aryan please wait a minute Aryan can you speak Iranian yes the what you say سلام عرض میکنم خدمت تمام بینندگان عزیز خیلی ممنونم تشکر میکنم از پدر مادرم هر جور پشت من هستن تشکر میکنم از استادم អរគុណ បងស្លាយបងស្លាយអូនអូនស្រឡាញ់បងស្រឡាញ់អូនបាទបាទនិយាយទៅអរគុណ thank you very much បាទអរគុណ Mr. Aryan បាទនិយាយទៅខ្ញុំស្ដាប់បានដែរមិញបាទលោកអរុនបាទស្ដាប់បានដល់ថាបាទអរគុណបាទលោកកញ្ញាកណ្ដាលបាទអរគុណបាទស្ដាប់បានដែរមិញហ្នឹងបាទគឺថាគាត់ហត់ខ្លាំងណាស់ហត់ខ្លាំងណាស់បាទអរគុណច្រើនបាទតែគាត់ចង់និយាយថាគាត់ស្រឡាញ់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាបាទពិសេសអ្នកត្បូងឃ្មុំហៅឲ្យគាត់ច្រើនណាស់អ្នកត្បូងឃ្មុំបាទអរគុណច្រើនបាទឃើញថាបងប្អូនប្រជាជនខ្មែររបស់យើងបាទក៏គាំទ្រ Mr. Aryan ដូចគ្នាបាទគាត់ថាគឺគាត់ស្វាគមន៍រាក់ទាក់បាទតាំងពីមិនទាន់ប្រកួតរហូតដល់បញ្ចប់បាទសំទោសប្រកួតដល់ចប់ទឹកបាទហើយក៏ចូលរួមអបអរសាទរជាមួយនឹង Mr. Aryan ផងដែរអរគុណហើយក៏អរគុណទៅដល់ជនខ្មែររបស់យើងបាទតាំងពីមិនទាន់ប្រកួតហើយបងប្អូនទាំងអស់គ្នាដែលកំពុងតែទន្ទឹងរង់ចាំបាទសម្រាប់នៅទីនេះផ្ទាល់ក៏ដូចជាកំពុងទស្សនានៅឯគេដ្ឋានយើងដល់នៅវគ្គពិសេសហើយគឺនៅវគ្គក្រោយនេះបាទគឺយើងនឹងមានការប្រកួតគូពិសេសដែលជាគូបាទដណ្ដើមរថយន្តថ្មីខ្លាញ់គោពី Boost Strong ផងដែរជាមួយនឹងកម្មវិធី Boost Strong King of Fighter គុណខ្មែរដូច្នេះកុំភ្លេចជួបគ្នានៅវគ្គក្រោយ
ឆ្ងាញ់ខ្លាំងស្វាងជើ ปีศาจโดยการตัวทั่วข้อเตร ក្តៅត្រេកទឹកមែនទេនេះណែទឹកត្រឡាច Freshy You make me feel so cool ឆ្ងាញ់ស្រស់ស្រាយត្រជាក់ចាស់ Freshy Winter Melon refreshingly cools Come on, everybody. Let's enjoy the party. Come on. Yeah, come on, everybody. Let's enjoy your life. Come on, everybody. Welcome to the party. Gansberg a real German premium beer ปีศาจโดยการตัวทั่วข้อเตร តែទឹកខ្មុំ Freshy យ៉ាងឆ្ងាញ់ទាំងអនាម័យលើសពីតែជ្រក់ធម្មតា Boost Strong Power Plus ប្រភពធម្មពលប្រគល់ជូនអ្នកគ្រប់ដំណក់មានអស់ជារសឆ្ងាញ់រហូតដំណក់ចុងក្រោយ Boost Strong Power Plus ខ្លាំងឆ្ងាញ់ខ្លាំងឈ្នះ Boost Strong Power Plus Power to Win Boost Strong ឆ្ងាញ់ខ្លាំងស្វាងជើ ปีศาจโดยการตัวทั่วข้อเตร តែទឹកខ្មុំ Freshy យ៉ាងឆ្ងាញ់ទាំងអនាម័យលើសពីតែជ្រក់ធម្មតា I confident ปีศาจโดยการตัวทั่วข้อเตร Boost Strong ឆ្ងាញ់ខ្លាំងស្វាងជើ Come on, everybody. Let's enjoy the party. Come on. Yeah, come on, everybody. Let's enjoy your life. Come
ដោយការទទួលខុសត្រូវ Boost Strong ឆ្ងាញ់ខ្លាំងស្វាងជើង សូមស្វាគមន៍មកកាន់កម្មវិធី Booster King of Fighter គុណខ្មែរបាទគុណច្រើនបាទទូរទស្សនិកជនយ៉ាងម៉េចហើយពីគូទី1មកដល់គូទី4ដែលជាគូមិត្តភាពអន្តរជាតិបាទកម្ពុជានិងអ៊ីរ៉ង់អំបញ្ញមិញនេះពិតជាជួចចិត្តខ្លាំងមែនទែនបាទហើយអ្វីដែលពិសេសនោះបាទគឺកីឡាករអារយ៉ាន់រ៉ាហែលដែលជាជនជាតិអ៊ីរ៉ង់គាត់ទទួលបានកាដូពិសេសពី Mr. Christopher ដែលជាអ្នកតំណាងក្រុមហ៊ុន Boost Strong នៅក្រមាខ្មែរដ៏ស្រស់ស្អាតហើយខ្ញុំជឿថាអារយ៉ាន់នឹងយកក្រមានេះបាទទៅបង្អួតអ្នកស្រុកភូមិគាត់នៅឯប្រទេសអ៊ីរ៉ង់បាទអីបានមានស្រុកភូមិដែរណាបាទមានបាទស្រុកកំណើតរបស់គាត់ណាបាទអរគុណច្រើនគណៈធិបតីជាទីគោរពអស់លោកស្រីជាទីស្នេហាបាទនេះគឺជាវគ្គដ៏ពិសេសបាទដ៏រន្ធត់ដែលបងប្អូនប្រជាជនខ្មែររបស់យើងដែលកំពុងមានវត្តមានទីនេះក៏ដូចជាកំពុងតែទស្សនានៅឯគេហដ្ឋានរងចាំយូរហើយគឺជាវគ្គជួបជាមួយនឹងកីឡាករដែលជាបេក្ខភាពប្រកួតដណ្ដើមឡាន2 Boost Strong King of Fighter គុណខ្មែរអរគុណច្រើនបាទហើយយើងសូមជម្រាបជូនថាវត្តមានកីឡាកររបស់យើងដែលជាបេក្ខភាពប្រកួតនៅក្នុងកម្មវិធីគឺមានចំនួន8រូបបាទឥឡូវនេះក្រុមការងាររបស់យើងនឹងបង្ហាញជូននៅលើកញ្ចក់ LED ផ្ទាល់អញ្ចឹងបងប្អូនអាចទស្សនាបានហើយបាទសម្រាប់យប់នេះបាទគឺថាបងប្អូនគាត់បានឃើញជាមួយនឹងសមត្ថភាពក៏ដូចជារូបរាងរបស់កីឡាករទាំង8រូបបាទកីឡាករ8រូបបាទគឺយើងបានធ្វើការចាប់ឆ្នោតរួចរាល់អស់ហើយនៅថ្ងៃកម្មវិធីសន្និសីទបាទនៅស្ថានីយ៍ទូរទស្សន៍រស្មីអង្គមាសបាទថ្ងៃនេះបាទគឺគូដំបងបាទគឺធុនមេងហុងបាទនឹងធ្វើការប្រកួតជាមួយនឹងរិទ្ធីសូសែនបាទហើយយើងនឹងមានបាទកីឡាករជាបន្តទៀតបាទលោកអរុនអាចជំរាបជូនបានទេបាទសម្រាប់បាទកីឡាកររបស់យើងបាទយើងបានចាប់ឆ្នោតរួចហើយនៅក្នុងនោះខ្លាំងប៉ះខ្លាំងបាទគឺរិនដេវីតបាទរិនដេវីតជួបជាមួយនឹងសនរ៉ាគីមវ៉ាវបាទគូបន្តទៀតបាទគូបន្តទៀតគឺពុតសម្បូរបាទពុតសម្បូរនោះជួបជាមួយនឹងប៉ែនកាក់រិជស័យបាទគូបន្តទៀតបាទគូបន្តមួយទៀតបាទគឺបាទកីឡាករទូចដេវីតបាទដែលជាជើងខ្លាំងមួយរូបដែរបាទនឹងធ្វើការប្រកួតជាមួយនឹងដៃគូរបស់គាត់បាទបាទចង់ភ្លេចឈ្មោះបន្តិចបាទដៃគូរបស់ទូដេវីតហ្នឹងក៏ជាកីឡាករជើងខ្លាំងដូចគ្នាដែរជើងខ្លាំងមួយរូបបាទប៉ុន្តែសម្រាប់យប់នេះបាទគឺជាយប់ដ៏ពិសេសដែលយើងជ្រើសរើសតែមួយគូតែប៉ុណ្ណោះដែលកីឡាករគុណខ្មែររបស់យើងដំបូងគឺជាកីឡាករធុនមេងហុងដែលត្រូវធ្វើការប្រកួតជាមួយនឹងរិទ្ធីសូសែនបាទគាត់ថាអ្នកទាំងពីរបើតាមដែលខ្ញុំដឹងបាទធុនមេងហុងគឺជាកីឡាករគុណខ្មែរដែលគេហៅថាកណ្ដាប់ដៃធ្ងន់បាទកណ្ដាប់ដៃធ្ងន់បាទកំពុងពេញឡើងកំពុងពេញឡើងមានអីទៀតបាទហើយរិទ្ធីសូសែននេះក៏មិនធម្មតាដែរបាទរហ័សចូលលឿនបាទលឿនដូចគ្នាចេញចូលលឿនបាទកណ្ដាប់ដៃក៏ធ្ងន់ដូចគ្នាដែរបាទបើនិយាយទៅគឺខ្លាំងប៉ះខ្លាំងហើយបាទយប់នេះបាទល្អមើលជួយចិត្តម្ដងអរគុណដូចនេះជឿជាក់ថាបងប្អូនបាទដែលកំពុងតែទស្សនាប្រកាសជាចង់ដឹងនឹងបាទឃើញអំពីសមត្ថភាពការប្រកួតរបស់កីឡាកររបស់យើងទាំងពីររូបតតែម្ដងដូច្នេះមុននឹងជួបយើងខ្ញុំទាំងពីររូបបាទសូមថ្លែងអរគុណអ្នកនាំមកជូនជាពិសេសដោយអរគុណដល់ Boost Strong ឆ្ងាញ់ខ្លាំងស្វាងចែកឆ្ងាញ់រហូតបំបាយឯកតេយ្យកម្មឈ្នះពានរង្វាន់រសជាតិកម្ពុជាឆ្ងាញ់6ឆ្នាំជាប់គ្នាពីស្ថាប័ន Mon Selection និង Superior Test Award Boost Strong ជួយគុណខ្មែរអ្នកខ្លាំងពូកែជីឡាន Boost Strong ទិញ Boost Strong ជួយគុណខ្មែរ Boost Strong ឲ្យឡានកីឡាករគុណខ្មែរ6គ្រឿងហើយប
បាទសូមអរគុណជាបន្តទៅដល់ Gensberg រូបរាងកំពុងថ្មីបាទញ៉ាំទៅដឹងតែឆ្ងាញ់ខុសពីស្រាបៀរធម្មតាដោយផលិតពីស្រូវសាលីនាំមកពីប្រទេសអាល្លឺម៉ង់ម៉ាស៊ីនរបស់អាល្លឺម៉ង់នឹងផលិតដោយអ្នកជំនាញអាល្លឺម៉ង់ Gensberg ពេលយើងក្រេបចូលទៅឈ្ងុយស្រូវសាលីជាងគេនិយាយពីថាស្រួលផឹកស្រួលស្រាបៀរគុណភាពអាល្លឺម៉ង់ផឹក Gensberg បានឆ្ងាញ់ Gensberg រូបរាងថ្មីឆ្ងាញ់លើសពីស្រាបៀរធម្មតាតែទឹកឃ្មុំ Freshy សម្បូរប្រភពធម្មពលផ្ដល់កម្លាំងភ្លាមធ្វើឲ្យស្រឡះបំពង់កបំបត្តិស្អកស្អាតនិងមានទឹកឃ្មុំធម្មជាតិជួយបំបត្តិភាពចាស់មុនអាយុមិនធ្វើឲ្យកន្លងគីឡូបើតែទឹកឃ្មុំ Freshy ទាំងឆ្ងាញ់ទាំងអនាម័យលើពីតែជ្រក់ធម្មតានៅគុនជាបន្តទៅដល់ភេសជ្ជៈ Idol រសជាតិ Strawberry កាន់តែឆ្ងាញ់បាទកាន់តែជក់មាត់ចង់ស្អាតចង់ជឿជាក់ដូច Idol ញ៉ាំ Idol I confident ត្រៀមខ្លួនហើយឬនៅបងប្អូនទាំងអស់គ្នាត្រៀមហើយនៅបងប្អូនឃើញឡានទេបាទឃើញឡានអត់បាទនេះគឺជាឡានបាទដ៏ថ្មីស្រឡាងបាទគឺ Mazda Sedan ថ្មីខ្លាញ់គូតែម្ដងដែលត្រៀមកំពុងតែធ្វើការគេហៅថារងចាំម្ចាស់បាទដែលជាកីឡាករគុណខ្មែរបេក្ខភាពប្រកួតបាទដណ្ដើមនៅក្នុងកម្មវិធីបាទ Boostrong King of Fighter គុណខ្មែរហើយបងប្អូនបានដឹងហើយថា Boostrong គឺបានចែកឡានជូនកីឡាករគុណខ្មែរចំនួន6គ្រឿងហើយនេះគឺជាគ្រឿងទី7ហើយតើកីឡាករគុណខ្មែររូបណាដែលមានវាសនាមានសមត្ថភាពអាចកាន់សោឡានទៅក្នុងឡានបានបាទជាការបដាយើងនឹងបានដឹងបាទបន្ទាប់ពីឆ្លងកាត់ការប្រកួតបាទចំនួនបាទ5លើករួចបាទឥឡូវគឺយើងទើបតែចាប់ផ្ដើមលើកដំបូងនៅទឹកដីខេត្តត្បូងឃ្មុំនេះឃើញថាទទួលបានការសាទរច្រើនមែនទែនបាទពីបងប្អូនប្រជាពលរដ្ឋរបស់យើងនៅទីនេះបាទសូមអរគុណច្រើនបាទទូរទស្សនិកជនបាទមុននឹងឈានទៅដល់ការប្រកួតគូដណ្ដើមជំរុះដណ្ដើមឡានដែលត្រូវជាគូទី5បាទខ្ញុំសូមណែនាំជូននៅសមាជិកភាពចៅក្រមនិងអាជ្ញាកណ្ដាលសម្រាប់គូទី5អាជ្ញាកណ្ដាលគឺលោកសានសាយ៉ាន់ចៅក្រមគឺលោកម៉ែនវណ្ណាលោកហិនសៃហេងលោកវងស៊ីថៃលោកសួងសវណ្ណថានិងលោកនួនវុទ្ធីបាទគណៈធិបតីជាទីគោរពអស់លោកស្រីជាទីស្នេហាបងប្អូនបានឃើញអំពីសមត្ថភាពរបស់លោកអាជ្ញាកណ្ដាលនិងសមត្ថភាពរបស់លោកអង្គចៅក្រមបាទអរគុណច្រើនទូរទស្សនិកជននៅពេលនេះពួកយើងទាំងពីរនាក់សូមអញ្ជើញវត្តមានរបស់បង្គោលក្រហមកីឡាករធនមេងហោធនមេនហងបានទៅខាងមុខបាទឡានដែលជារង្វាន់យក្សពី Boostrong បាទ Boostrong King of Fighter គុណខ្មែរសូមសំឡេងមួយទៀតជូនដល់ធនមេងហងយើងខ្ញុំដល់គ្នាក៏សូមថ្លែងអំណរគុណដល់ភេសជ្ជៈបើកម្លាំង Boostrong បាទឆ្ងាញ់ខ្លាំងស្វាងចា៎ Boostrong ជួយគុណខ្មែរអ្នកខ្លាំងពូកែជីឡាន Boostrong បាទសូមសំឡេងមួយទៀតបាទគុណច្រើនបាទទូរទស្សនិកជនបង្គោលក្រហមកីឡាករធនមេងហុងបានធ្វើដំណើរឡើងមកកាន់សង្វៀនហើយបន្ទាប់ពីបានស្ទាបអង្អែលបាទរថយន្តខ្លាញ់គោដែលជាក្តីប្រាថ្នារបស់គាត់នៅក្នុងការចូលរួមកម្មវិធីលើកនេះអរគុណច្រើនទូរទស្សនិកជននៅពេលនេះសូមអញ្ជើញវត្តមានរបស់បង្គោលខៀវកីឡាកររទ្ធីសូសាឃ
of Fighter គុណខ្មែររបស់យើងថាតើអ្នកណាដែលមានឱកាសទៅបន្តវគ្គក្រោយសូមស្វាគមន៍កីឡាករបង្គោលខៀវរិទ្ធីសូសានបាទអរគុណច្រើនអរគុណឥឡូវនេះវត្តមានរបស់កីឡាករដែលជាបេក្ខភាពប្រកួតដណ្ដើមរថយន្តថ្មីខ្លាញ់គោ Mazda Sedan ពីកម្មវិធីរបស់យើងបានឡើងមកដល់លើវេទិកាឥឡូវនេះសូមអញ្ជើញកីឡាករធុនមេងហុងក៏ដូចជារិទ្ធីសូសានបាទមកខាងកណ្ដាលបន្តិចមកមុននឹងធ្វើការចាប់ផ្ដើមប្រកួតនៅពេលបន្តិចទៀតនេះបាទយើងខ្ញុំដែលជាពិធីករបាទក៏មានសំណួរខ្លះៗសាកសួរទៅកាន់អ្នកទាំងពីរបាទអរគុណបាទសូមអញ្ជើញបាទសូមអញ្ជើញបាទអរគុណបាទសូមអញ្ជើញបាទលោកបាទកីឡាកររបស់យើងមិញហុងបាទក៏ដូចជាសូសែនបាទនេះគឺជាគូបាទដ៏ពិសេសសម្រាប់ការប្រកួតបាទសម្រាប់យប់នេះផ្ទាល់តែម្ដងបាទអរគុណច្រើនបាទទូរទស្សនិកជនមុននឹងឈានចូលទៅដល់ការប្រកួតបាទជំរុំម៉ារ៉ាតុនដណ្ដើមរថយន្តអរគុណឥឡូវលោកអរុនបាទឥឡូវចេះបាទយើងមកខាងនេះសិនបាទនៅកណ្ដាលបាទបន្តតែគាត់នៅក្បែរគ្នាឥឡូវចង់សួរបាទមេងហុងបាទនៅពេលដែលខ្លាចទៅជាបេក្ខភាពបាទនៅក្នុងកម្មវិធីដណ្ដើមឡានពី Boostrong អារម្មណ៍យ៉ាងម៉េចដែរបាយចិត្តខ្លាំងបង សប្បាយចិត្តខ្លាំងហ่ะបាទសម្រាប់យប់នេះសង្ឃឹមប្រមាណភាគរយដែរនឹងអាចបំបាក់បាទជាមួយនឹងសូសែនទៅកាន់វគ្គបន្ត50បង50បាទបាទបងបាទ50សុំឲ្យខ្លាំងតិចមកបាទ50បងអស់ហើយហើយបងដោយអត់សមនឹងកម្លាំងសោះ50បាទអូអស់ហើយប៉ុណ្ណឹងតែខ្ញុំហ៊ានប្រណាំងសំលេងបានតែមិនហ៊ានប្រណាំងកម្លាំងទេបាទចាចង់បានឡានអត់ចង់ខ្លាំងបងចង់ខ្លាំងតែសុំឲ្យខ្លាំងតិចមកចង់ខ្លាំងបង 100% អត់ 100% បង 100% បាទចង់ចាចេបាទបើសិនជាចង់បានឡានមិនក៏សង្ឃឹមតែ50មិនមើងងាយដៃគូបងអត់មើងងាយដៃគូណាមើលខាងនោះតិចមើលបាទមិនដែរអាចលេងបានបងអាចលេងបានអូអាចលេងបានបាទអូខេអរគុណឥឡូវនេះទុកឲ្យលោកអរុនបាទជាអ្នកសាកសួរទៅកាន់រិទ្ធីសូសែនវិញបាទតើបាទចំណាប់អារម្មណ៍បាទចុះសូសែនបាទបន្ទាប់ពីឃើញដៃគូយើងថាអាចលេងយើងបានចុះយើងលេងគេវិញបានទេធម្មតា ធម្មតាបាទធម្មតាលេងទៅលេងមកហើយបាទចង់សួរចំណាប់អារម្មណ៍សូសែនបន្តិចបាទតាំងពីថ្ងៃដំបូងដែលចាប់ឆ្នោតប៉ះជាមួយនឹងធុនមេងហុងណាបាទពេលហ្នឹងគិតថាចាប់ចង់ជិះប៉ះគាត់ឲ្យហើយឬក៏ចង់ចាំតិចទៀតសិនបាទខ្ញុំអត់ទេចាប់ប៉ះពីណាក៏បានអូនិយាយទៅគាត់មានការតាំងចិត្តរួចស្រេចហើយក្នុងនាមយើងទឹកចិត្តជាកីឡាករទោះបីជាប៉ះកីឡាករណាក៏ដោយក៏យើងត្រូវតែហ៊ានក្នុងការប្រកួតណាបាទទឹកចិត្តជាកីឡាករឈ្នះចាញ់គឺជារឿងធម្មតាហើយឥឡូវចេះសូសែនបងចង់សួរបន្តិចឡានចង់បានអត់ចង់បានចង់តែត្រូវខំសង្ឃឹមប្រមាណភាគរយដែរមិញហុងគាត់សង្ឃឹម 100% ហ៎50អាចមើងងាយដៃគូបានអូអញ្ចឹង50បូក50 100ដែរបាទអូខេសូមសរសើរសម្រាប់ទឹកចិត្តដែលជាកីឡាករបាទគឺថាបងប្អូនរបស់យើងគាត់បានដឹងអំពីសូសែនហ្នឹងគឺថាលឿនរហ័សបាទអញ្ចឹងសង្ឃឹម50អស់ហើយបាទអូខេអរគុណច្រើនអរគុណមួយសំណួរទេបាទសូមជឿចង់ដឹងសូសែនគិតថាធុនមិញហុងណាបាទមើលទៅបាទដឹងចំណុចខ្សោយគាត់ខ្លាយឬក៏ចង់លាក់សិនបាទខ្ញុំគីឡូគាត់ឡើងខ្លាំងបាទឡើងខ្លាំងតែថាមិនត្រូវណាលោកវ៉ាងសាន់បាទអាចជាការដាក់អន្ទាក់បាទអានោះវាជារឿងបាទចំណុចពិសេសរបស់កីឡាករនីមួយបាទអូខេអរគុណបាទអរគុណច្រើនអ្នកទាំងពីរបាទអាចរៀបចំខ្លួនបានបាទអរគុណច្រើនបាទទូតទស្សនិកជនកុំឲ្យខាត់ពេលយូរបន្ទាប់ពីបានសម្ភាសចំណាប់អារម្មណ៍ខ្លីទៅលើបាទគូដណ្ដើមឡានពី Boostrong របស់យើងហើយបាទនៅពេលនេះសូមប្រគល់ភារកិច្ចបាទជូនលោកអញ្ញាកណ្ដាលបាទគណៈធិបតីលោកស្រីនិងកញ្ញាជាទីមេត្រីយើងឈានមកដល់ការប្រកួតជម្រុះយករថយន្ត Boostrong ខ្លាញ់គោដ៏ថ្មីស្រឡាងទី7ហើយខ្ញុំបានក៏សូមបង្ហាញជូននូវសមត្ថភាពកីឡាករបង្គោលក្រហម
ធុនមេងហុងគាត់មានវ័យ20ឆ្នាំកម្ពស់1.65 គីឡូ60គីឡូឲ្យគុណប្រវត្តិនៃការប្រកួតទើបតែបាន15ដងទេ17ដងទេតែឈ្នះ15ដងចាញ់2ដងមិនដែលស្មើក្នុងចំណោមការឈ្នះ15ដងហ្នឹងមាន9អ្នកដែលគូប្រកួតមិនអាចតដៃបានប្រកួតចុងក្រោយចាញ់កីឡាករហុងសវណ្ណច័ន្ទសុធីដោយពិន្ទុថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូមានស្រុកកំណើតនៅភូមិឫស្សីស្រុកសន្ធរមុខខេត្តកំពង់ចាមស្រីសន្ធរខេត្តកំពង់ចាមទៅសន្ធរមុខបំផាក់ដោយលោកគ្រូធុនសុភាលោកស្រីនៅកញ្ញាក៏សូមស្វាគមន៍ឲ្យបានខ្លាំងទៅដល់កីឡាករបង្គោលក្រហមធុនមេងហុងដល់ឡៃសមាជិកកីឡាករបង្គោលខៀវរិទ្ធីសូសានអាយុ19ឆ្នាំកម្ពស់ 1.70 ទម្ងន់60គីឡូក្រាមដូចគ្នាប្រវត្តិនៃការប្រកួតបាន73ដងឈ្នះ60ដងចាញ់12ដងស្មើ1ដងនៅក្នុងនោះក៏ធ្លាប់ដួលដៃគូឲ្យបាត់បង់ស្មារតី23លើកផងដែរប្រកួតចុងក្រោយចាញ់កីឡាករធុនសាក់ស៊ីនដែលជាសិស្សរួមគ្រូរបស់ធុនមីញ៉ុងដោយបាត់បង់ស្មារតីថ្វាយបង្គំគ្រូតាមព្រះរាមសំដៃរិទ្ធក្រុងរាមសំដៃរិទ្ធមានស្រុកកំណើតនៅស្រុកពីមរោខេត្តព្រៃវែងបំផាក់ដោយលោកគ្រូផាត់សូដាលោកស្រីនាងកញ្ញាក៏សូមស្វាគមន៍ឲ្យបានខ្លាំងទៅដល់គណៈករបង្គោលខៀវរិទ្ធីសូសានបាទក្រុងសំដែងរិទ្ធបាទសម្រាប់ក្រុងរាមសំដែងរិទ្ធណាបាទពីច្រើនបាទគឺកូនសិស្សរបស់លោកគ្រូផាតសូដាបាទច្រើនតែប្រើក្បាច់ក្រុងរាពណ៍សម្ដែងរិទ្ធនេះឯងបាទរាល់ពេលឡើងសង្វៀនប្រកួតបាទអូបាទក្រុងរាពណ៍សម្ដែងរិទ្ធបាទជន់ទ្រាំជើងមួយយ៉ាបាទទ្រាំក្បែរតិចទ្រាំចំធុនមេងហុងបាទអត់ទាន់វាយរៀងទ្រាំចំជើងមុនអីបាទអត់អីទេគេថាទ្រាំមិនក៏អត់អីដែរឆាកហុង